អនាគតបានមកដល់ចំណុចដែលធ្វើឲ្យឯកសារคล้ายៗនាងចង់បង្កើតអត្តសញ្ញាណថ្មីសម្រាប់ខ្លួនឯងប៉ុន្តែខណៈពេលដែលកំពុងមើលគំរូនាងក៏បានឃើញអត្តសញ្ញាណបានคล้ายៗរបស់មិត្តប្រុសនាងឈ្មោះ Carrie សូម្បីតែនាងផ្ទាល់ក៏មិនដែលនឹកស្មានថានាងនឹងរកឃើញកន្លែងដែលមិត្តប្រុសរបស់នាងនៅដោយចៃដន្យបែបនេះដើម្បីលុយ$10 លានដែលគាត់លួចទៅវិញនាងក៏បានទន្ទិញអាសយាដ្ឋានលម្អិតនៅលើរូបថតនោះហើយក៏បើកឡានទៅកាន់គោលដៅភ្លាមប៉ុន្តែបន្ទាប់ពីទៅដល់ផ្ទះរបស់គាត់ដែលមានការប្រុងប្រយ័ត្នក៏មិនបានជ្រើសរើសចូលទៅដោយប្រថុយប្រថាននោះទេផ្ទុយទៅវិញបន្ទាប់ពីធ្វើការស៊ើបអង្កេតសាមញ្ញមួយនាងក៏បានទៅបារដ៏មមាញឹកម្នាក់ឯងនៅក្រោមពន្លឺស្រអាប់នាងធ្វើពុតជាឈឺចាប់ដោយផឹកទឹកផ្លែឈើកៅហើយកៅទៀតប៉ុន្តែតាមពិតនាងកំពុងរងចាំគោលដៅមួយដែលស្ងប់ស្ងាត់ដើម្បីឲ្យជាប់នុយប៉ុន្តែមិនយូរប៉ុន្មានភ្នាក់ងារអចលនទ្រព្យម្នាក់បានមកជិតហើយចាប់ផ្ដើមសន្ទនាជាមួយនាងបន្ទាប់មក Lucky ក៏បានឲ្យពួកគេនាំនាងទៅកាយឡាយរបស់គាត់ឃើញមុខដ៏ស្រស់ស្អាតរបស់ Lucky បរិះនោះគិតថាគាត់បានរកឃើញឱកាសដ៏ល្អមួយប៉ុន្តែគាត់មិនដឹងថាអ្នកប្រមាញ់ដ៏ល្អតែងតែបង្ហាញខ្លួនជាសត្វព្រៃបន្ទាប់ពីឲ្យបរិះនោះភ្លក់រសជាតិផ្អែមបន្តិចហើយ Lucky ក៏បានប្រើទូរស័ព្ទដែលងាប់របស់នាងជាលេសដែលនិយាយថានាងត្រូវការខ្ចីទូរស័ព្ទរបស់គាត់ដើម្បីប្រាប់មិត្តរួមបន្ទប់របស់នាងថាគាត់មានសុវត្ថិភាពបន្ទាប់ពីការសន្ទនាមុនរបស់ពួកគេបរិះនោះក៏បានបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់គាត់បានដោះសោទូរស័ព្ទរបស់គាត់ដោយរីករាយនាងបានឆ្លៀតឱកាសផ្ញើព័ត៌មានទំនាក់ទំនងរបស់ប្រពន្ធគាត់ទៅទូរស័ព្ទរបស់នាងបន្ទាប់មកនាងក៏បានបង្ហាញគោលបំណងពិតប្រាកដរបស់នាង Lucky កំពុងទទួលបានសោផ្ទះរបស់មិត្តប្រុសនាងគឺកំពុងស្វែងរក Carrie យ៉ាងអស់សង្ឃឹមបន្ទាប់ពីដឹងថា Carrie បានរត់គេចជាមួយលុយ$10 លាននោះអ្នកស៊ើបអង្កេតក៏បានបញ្ជាឲ្យស្វែងរកហាងលក់ឡានទាំងអស់នៅក្នុងទីក្រុងពួកគេផ្ដោតទៅលើកំណត់ត្រានៃការទិញរថយន្តថ្លៃៗជាសាច់ប្រាក់ថ្មីៗនេះព្រោះគ្មានបរិះណាអាចក្លាយជាអ្នកមានក្នុងមួយយប់ហើយមិនទិញរថយន្តប្រណីតនោះទេពិតណាស់ប៉ូលីសបានរកឃើញទម្រយ៉ាងឆាប់រហ័សពួកគេបានរកឃើញថាច្បាប់ចម្លងនៃឯកសារដែល Carrie ប្រើដើម្បីទិញឡានក្រុមអត្តសញ្ញាណคล้ายៗហើយបានតាមដានផ្លូវដើម្បីរកកន្លែងលាក់ខ្លួនបច្ចុប្បន្នរបស់គាត់ក្នុងពេលជាមួយគ្នានោះមេក្រុមជើងកាង Kila ក៏បានប្រើទំនាក់ទំនងរបស់នាងដើម្បីទទួលបានអាសយាដ្ឋានពិតប្រាកដរបស់ Carrie ប៉ុន្តែ Lucky ដែលជាប់នៅក្នុងរឿងទាំងអស់នោះមិនដឹងតែអ្វីទាំងអស់នាងបានចំណាយពេលមួយយប់ស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឡានថ្ងៃបន្ទាប់នាងក៏ប្រញាប់ទៅភូមិគ្រឹះរបស់ Carrie នៅពេលនាងទៅដល់ Carrie កំពុងហែលទឹកនៅឆ្នេរសមុទ្រឱកាសដ៏ល្អឥតខ្ចោះនេះគឺនៅចំពោះមុខនាងLucky ក៏បានចូលទៅក្នុងផ្ទះភ្លាមហើយស្វែងរកគ្រប់ទីកន្លែងដើម្បីរកលុយដែលគេលួចទៅដែលគិតថាតានាងបានចំណាយពេលរត់គេចខ្លួនរាល់ថ្ងៃហើយត្រូវបានគេតាមប្រមាញ់ខណៈពេលដែល Carrie កំពុងលាក់ខ្លួននៅក្នុងភូមិគ្រឹះយ៉ាងសុខស្រួលនាងក៏មានការឈឺចាប់យ៉ាងខ្លាំងនាងឈប់បង្ហាញសេចក្តីមេត្តាករុណារាល់កន្លែងគួរឲ្យសង្ស័យដែលអាចលាក់លុយបាននាងបានស្វែងរកហើយរករើទាំងស្រុងប៉ុន្តែបន្ទាប់ពីស្វែងរកពេញផ្ទះនាងនៅតែមិនអាចរកឃើញសំណល់នៃលុយ$10 លាននោះទេប៉ុន្តែដើម្បីផ្ទេរលុយចេញនាងត្រូវបញ្ចូល10កុនសោសុវត្ថិភាព12ឈុតជាក់ស្ដែង Lucky មិនអាចបំបែកពាក្យសម្ងាត់នេះបានទេនៅពេលនោះ Carrie បានត្រឡប់មកពីឆ្នេរវិញឃើញបន្ទប់រញ៉េរញ៉ៃទាំងស្រុងគាត់ក៏ប្រុងប្រយ័ត្នភ្លាមគាត់បិទទ្វារដោយស្ងៀមស្ងាត់ដើរទៅមុខមួយជំហានហើយក៏ប្រឈមមុខជាមួយ Lucky ដែលកំពុងរងចាំគាត់ទីបំផុត Lucky បានប្រឈមមុខនឹងសង្សារដែលក្បត់នាងប៉ុន្តែដើម្បីដកប្រាក់ជាង$9 លាននោះដែលលួចបានជារូបិយប័ណ្ណ crypto ឈុតគុនសោសុវត្ថិភាព12ដ៏សំខាន់ត្រូវបានទាមទារតែ Lucky នឹងបង្ខំ Carrie ឲ្យប្រគល់គុនសោយ៉ាងដូចម្ដេចប៉ូលីសនៅត្រង់ក្រុមបានចាក់សោទីតាំងរបស់វិមានរួចហើយការប្រជុំមុខចុងក្រោយរវាងភីគីទាំង3ជិតចាប់ផ្ដើមហើយតែនៅមានការបង្វិលទៅគួរឲ្យភ្ញាក់ផ្អើលអ្វីដែលការប្រយុទ្ធនេះនឹងនាំមក